សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនភាសាចិនយើងបន្តទៀតបងប្អូនថ្ងៃនេះយើងមករៀនពាក្យថ្មីពាក្យទី1ភាសាចិនអានថាខៃ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 ប្រែថាបើកខៃប្រែថាបើកពាក្យទី2គាន់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 ប្រែថាបិទគាន់ប្រែថាបិទពាក្យទី3ឈីង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 ពាក្យទី3អានថាឈីង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 ប្រែថាស្រាលបកថាស្រាលឈីងបកប្រែថាស្រាលមុននឹងចូលមេរៀនយើងបន្តតែដែលមិនទាន់បាន Subscribe សូមជួយចុច Subscribe អ្នកមួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីបន្តទៀតពាក្យទី4ជុង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 ប្រែថាធ្ងន់ឬក៏ទម្ងន់ជុងជុងធ្ងន់ជុងធ្ងន់ចាបងប្អូនយើងចូលមេរៀនបន្តទៀតពាក្យបន្តទៀតបងប្អូនពាក្យទី5សៀង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 ប្រែថាក្រអូបសៀងសៀងបកថាក្រអូបពាក្យទី6ឈៅ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 បែបប្រែថាស្អុយមានក្រអូបមានស្អុយបងប្អូនប្រែថាស្អុយឈៅស្អុយពាក្យទី7ឆុងមីង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 ប្រែថាឆ្លាតឆុងមីងឆ្លាតនេះហិនឆុងមីងអ្នកឆ្លាតណាស់ពាក្យទី8មានពិនពិនល្ងងមានឆ្លាតមានល្ងងបងប្អូនពិនពិនប្រែថាល្ងងពិនពិនល្ងងឆុងមីងឆ្លាតពិនពិនល្ងង